ថ្ងៃនេះគឺយើងបានគោរពអញ្ជើញជាមួយនឹងសមាជិកមួយរូបដែលលោកបានមានបទពិសោធន៍ជាមួយការប្រើប្រាស់ផ្ទាល់ផងដែរចាហើយរូបលោកគឺមានវត្តមាននៅថ្ងៃនេះផងដែរចាអញ្ចឹងយើងធ្វើការជម្រាបសួរគាត់ដោយផ្ទាល់តែម្ដងចាជម្រាបសួរអ្នកគ្រូចាសួរអូនចាជម្រាបសួរចាដូច្នេះសូមអ្នកគ្រូអាចជម្រាបអំពីឈ្មោះចាហើយមុខរបរក៏ដូចជាអ្នកគ្រូមកពីបណ្ដាខេត្តឬក៏នៅរាជធានីភ្នំពេញជូនទៅដល់លោកស្រីនាងកញ្ញាបានស្គាល់អ្នកគ្រូទាំងអស់គ្នាផងដែរចាដំបូងខ្ញុំសូមជម្រាបសួរថ្នាក់ដឹកនាំអាតូមីទាំងអស់ទាំងកូរ៉េទាំងខ្មែរហើយនឹងព្រមទាំងគ្រួសារសមាជិកអាតូមីទាំងអស់គ្នានាងខ្ញុំឈ្មោះតឿងសុនារាមានអាយុ55ឆ្នាំហើយសប្តាហ៍ថ្ងៃនាងខ្ញុំបម្រើការនៅក្រុមហ៊ុនឯកជនមួយចាអញ្ចឹងចង់ជម្រាបសួរទៅដល់អ្នកគ្រូផងដែរតែអ្នកគ្រូបានស្គាល់ជាមួយនឹងផលិតផលហ៊ីមនេះរយៈពេលប្រហែលហើយចាបើខ្ញុំស្គាល់ហ៊ីមនេះវារយៈពេល1ឆ្នាំហើយតែមុន1ឆ្នាំហ្នឹងខ្ញុំក៏បានឮសូរតាមបងប្អូនឬក៏មិត្តភ័ក្តិគេចេះតែថាមកសាក់ប្រើផលិតផលហេមហ៊ីមគេថាជាអាហារសុខភាពហ្នឹងវាមានប្រសិទ្ធភាពខ្ពស់ក្នុងជំនួយជួយសុខភាពយើងហើយមួយទៀតក៏គាត់ប្រាប់ថាបើមានដុំសាច់មានអ្វីកាត់ឡើងហ្នឹងក៏ញ៉ាំទៅវាជួយឲ្យយើងហ្នឹងជួយរំលាយអាដុំសាច់ហ្នឹងដែរហើយនៅពេលមួយនោះខ្ញុំចាប់អារម្មណ៍លឺអាលាយដុំសាច់ខ្ញុំក៏នឹកភ្នែកមកថាខ្លួនឯងមានដែរហើយពេលមួយដែលខ្ញុំមិនទាន់មកជួបហ្នឹងខ្ញុំក៏បានទៅពេទ្យទៅពិគ្រោះពីបញ្ហាដុំសាច់ហ្នឹងទៅពិគ្រោះគាត់ខាងពេទ្យហ្នឹងគេក៏ប្រាប់ខ្ញុំថាដុំសាច់បងធំវាប្រហែលជាប្រព័ន្ធមេជើងហើយវាកលិចគាត់ក៏ថាដុំសាច់បងធំអញ្ចឹងគួរតាវះចាញ់ទៅហើយខ្ញុំឮពាក្យវះខ្ញុំខ្លាចខ្ញុំអត់ហ៊ានទេហើយក៏នឹកមកខាងអាហារសុខភាពរបស់យើងនេះវិញដែលគាត់មានថាញ៉ាំទៅរៀបញ៉ាំទៅអីខ្ញុំក៏ចាប់អារម្មណ៍ខ្ញុំក៏ចាប់ផ្ដើមហ្នឹងសិក្សាពីឈ្មោះអាហារសុខភាពហ្នឹងដំបូងហ្នឹងហើយតម្រាំតែដាច់ចិត្តប្រើហ្នឹងក៏មើលរៀងយូរដែរមិនមែនថាលឺភ្លាមមកញ៉ាំភ្លាមអត់ទេប្រើពេលដូចរៀងយូរដែររយៈពេលប្រហែលហើយដែលអ្នកគ្រូបានអញ្ជើញទទួលទានអាហារសុខភាពមកដល់បច្ចុប្បន្ននេះបើគិតទៅខ្ញុំប្រហែលជាជាងកន្លះឆ្នាំខ្ញុំចាប់ផ្ដើមប្រើអញ្ចឹងប្រហែលជា6ខែណោះតែបានទទួលអញ្ចឹងបន្ទាប់ពីបានទទួលទានហើយតែដុំសាច់ហ្នឹងយ៉ាងម៉េចដែររយៈពេល6ខែដែលបានទទួលទានអាហារហ៊ីមនេះហើយក្រោយពីទទួលទានហើយហ្នឹងខ្ញុំក៏ចាប់ផ្ដើមមើលខ្លួនឯងហ្នឹងឃើញថាដុំសាច់ហ្នឹងវារៀងចុះរៀបវាអត់ទាន់បាត់ទាំងស្រុងទេប៉ុន្តែវារៀងទៀបជាងមុនវារៀបជាងមុនហើយអញ្ចឹងខ្ញុំសន្និដ្ឋានថាបែបមកពីហេមហ៊ីមហ្នឹងហើយខ្ញុំញ៉ាំអាហ្នឹងព្រោះពីខ្ញុំមុននឹងប្រើហ្នឹងខ្ញុំអត់មានប្រើផលិតផលអីផ្សេងទាំងអស់សូម្បីតែថ្នាំពេទ្យក៏ខ្ញុំអត់ប្រើដែរអញ្ចឹងក៏ខ្ញុំសន្និដ្ឋានថាមកពីផលិតផលហ្នឹងមួយហ្នឹងហើយដែលធ្វើឲ្យដុំសាច់របស់ខ្ញុំហ្នឹងថយមកទៀបម្ដងតិចអញ្ចឹងបន្ទាប់ពីបានទទួលទានរយៈពេល6ខែហ្នឹងតើអ្នកគ្រូមានប្រសិទ្ធភាពអីផ្សេងតាក់ទងជាមួយបញ្ហាសុខភាពបន្ទាប់ពីដុំសាច់ហ្នឹងក្រៅពីដុំសាច់ហ្នឹងក្រៅពីការដែលដុំសាច់ហ្នឹងចុះរៀបខ្ញុំសង្កេតខ្លួនឯងថាសុខភាពខ្ញុំដូចរៀងមាំទាំកម្លាំងកំហែងអីមាំទាំព្រោះនិយាយមិនអួតទេពេលខ្លះខ្ញុំបើកឡានពីភ្នំពេញទៅកាចេះហើយពីកាចេះមកភ្នំពេញវិញក្នុងរយៈពេល1ថ្ងៃគាត់នៅក្មេងអត់អាយុ55ឆ្នាំមុនដំបូងខ្ញុំហៅគាត់អ្នកបងតាអញ្ចឹងខ្ញុំចាញ់ពីភ្នំពេញទៅខ្ញុំនិយាយឲ្យកន្លែងហ្នឹងបន្តិចក្រៅសាច់រឿងហ្នឹងណាខ្ញុំចាញ់ពីភ្នំពេញទៅខ្ទង់ប្រហែលជាម៉ោង4ហើយខ្ញុំទៅដល់កាចេះទៅដល់ព្រែកប្រសពហើយខ្ញុំម៉ោង2ឬក៏ម៉ោង3ខ្ញុំចាញ់ពីនោះវិញមកដល់ភ្នំពេញវិញនៅម៉ោង9ល្ងាច9យប់អញ្ចឹងខ្ញុំបើកឡានសម្រាប់ថ្ងៃបន្តិចទេអញ្ចឹងអត់មានហត់អីទាំងអស់
នេះជាលក្ខណៈផ្លូវការក្រៅឯងដែលខ្ញុំនិយាយបង្ហាញពីបទពិសោធន៍របស់ខ្ញុំណា ចាបទពិសោធន៍ប្រសិទ្ធភាពដែលទទួល ចា បាន ដែលខ្ញុំបានប្រើអាហារសុខភាពហ្នឹងទៅខ្ញុំឃើញថាខ្ញុំហ្នឹងរៀងខ្លាំងជាងមុន ចាហើយនៅពេលដែលអ្នកគ្រូទទួលទានជាមួយអាហារសុខភាពហ្នឹងខាងក្រុមគ្រួសារគាត់មានយោបល់បែបណាដែរ ពេលដែលទទួលទានហ្នឹងអត់មានហ៊ានប្រាប់ក្រុមគ្រួសារ ចា ផងចា ចា តើបងអត់ហ៊ានប្រាប់ ចា ទេហើយដល់ក្រោយមកខ្ញុំមើលឃើញគ្រួសារខ្ញុំដូចថាគាត់ធ្វើការរៀងហត់ដែរខ្ញុំក៏ប្រាប់គាត់ថាឥឡូវផ្អែមភាសានេះទៅខ្ញុំញ៉ាំអាហ្នឹងដែរតា ចាផ្អែមភាសាទៅគាត់ក៏ ចាគាត់ក៏ទទួលទានមួយខ្ញុំដែរទៅ ចា ហើយតែគាត់អត់ទាន់ដឹងថាខ្លួនគាត់ហ្នឹងកម្លាំងគាត់យ៉ាងម៉េចទេ ចា ហើយចាំបន្តិចទៀតបើថាឃើញថាគាត់រៀងមមតន់ក៏ខ្ញុំចាំផ្ដើមសួរគាត់ថាមិនដែរប៉ាបែកភាសាទៅចាំមានបទពិសោធន៍ពី អញ្ចឹងចាប់ពីរយៈពេល6ខែដែលទទួលទានគឺអត់បានជម្រាបទៅខាងគ្រួសារទេតែគាត់ចឹងរយៈពេលប្រហែលដែលគាត់បានទទួលទានចាប់ពី គាត់ទុកចាប់ផ្ដើមទទួលទានប្រហែលជាមួយខែហ្នឹងទេ ចាប៉ុន្តែគាត់អត់មានយោបល់អីទេគឺពីដំបូងយើងលាក់គាត់เนาะ ចាប៉ុន្តែគ្រាន់តែគាត់និយាយមួយខ្ញុំគាត់ថាម៉ែឯងប្លែកឥឡូវឲ្យខ្លាំងគាត់ថាអញ្ចឹង ចាភ្នំពេញកចេះភ្នំពេញណាចាហើយចំពោះចាអញ្ចឹងចំពោះបងចាអ្នកគ្រូផ្ទាល់ផងដែរចាដោយសារតែបានទទួលជាមួយនឹងប្រសិទ្ធភាពអាហារសុខភាពនេះអញ្ចឹងសម្រាប់អ្នកគ្រូមានយោបល់ឬក៏មានមតិណាមួយជូនទៅដល់អស់លោកអ្នកស្រីនាងកញ្ញាដែលអញ្ជើញចូលរួមនៅថ្ងៃនេះចាអំពីផលិតផលមួយនេះហើយចាផ្ដាំផ្ញើទៅដល់ពួកគាត់ទាំងអស់គ្នា ចាចំពោះផលិតផលហេមហ៊ីមនេះខ្ញុំក៏មានចំណាប់អារម្មណ៍ខ្លាំងហើយក៏សូមផ្ដាំផ្ញើទៅបងប្អូនយើងមិត្តភ័ក្តិយើងឬក៏សមាជិកអាតូមីទាំងអស់គ្នាហ្នឹងថាបើសិនជាមានបញ្ហាអីដូចថាដុំសាច់អីដូចខ្ញុំនេះជាបទពិសោធន៍របស់ខ្ញុំអញ្ចឹងសូមបងប្អូនសាកល្បងប្រើទៅខៃឡូបានជាបានរៀបដូចខ្ញុំដែរចា ចាដូច្នេះសូមថ្លែងអំណរគុណទៅដល់អ្នកគ្រូទាំងអស់គ្នាដែលបានចែករំលែកបទពិសោធន៍ផ្ទាល់នេះផងដែរសូមស្នើតែដៃជូនគាត់ខ្លាំងទាំងអស់គ្នាសម្រាប់ការចែករំលែកចាហើយនេះខ្ញុំក៏សូមថ្លែងអំណរគុណសម្រាប់ពេលវេលាដ៏មានតម្លៃចូលរួមរបស់យើងនៅថ្ងៃនេះផងដែរចា